អ្នកណាសម្លាប់ម្ដាយឪពុកឯងដូចជារំលាយព្រះពុទ្ធជនណាសម្លាប់មេត្តាបិតាទទួលទោសាដែលមានឈ្មោះថាអនន្តរិយកម្មនរងខាំងទុករាប់សែនលានឆ្នាំទទួលខ្ទង់ឈាមពងជ្រំខំពំទុកជាអាហារទឹកភ្នែកម៉ែអើយជ្រួចជ្រៅល្វឹងល្វើយហើយមិនរួចឡើយកិញទៅនាងអើយកុំបីបំពីទួងជាលំបាំងតើយ៉ាងណាគួរកុំបំពេញមេត្រានឹងព្រះឈ្នះមានៃយើងព្រះពុទ្ធគឺជាមេត្តាបិតាគួរតែគោរពបូជារក្សាឲ្យបានរុងរឿងជាត្រៃសារណាំងសម្រាប់ខ្លួនយើងត្រូវតែអ្នកលើកដំកើងជាគ្រឿងចម្លងជីវិតទុកសោកចង្រៃគ្រប់ភ័យអាសន្នមានតែព្រះគុណទង់ជាទម្ងន់នៃព្រះបពិតព្រះធម៌ព្រះសង្ឃដែលជានិមិត្តបង្ហាញផ្លូវត្រូវដល់ចិត្តឲ្យស្ថិតក្នុងភព